បាទដើម្បីដោះស្រាយបញ្ហាជូនបងប្អូនដែលចង់ទិញទំនិញតាម Gmarket ខ្ញុំខាង Etiquette Service ហ្នឹងគឺបង្កើតវីដេអូនេះឡើងបាទដើម្បីដោះស្រាយបញ្ហាដែលយើងជួបប្រទះហ្នឹងគឺដំបូងយើងត្រូវចុចពាក្យនៅខាងនេះបាទគឺខាងឆ្វេងដៃគេលើគេបងហ្នឹងបាទចុចកន្លែងហ្នឹងបាទសញ្ញាត្រី3ហ្នឹងបាទចុចពាក្យ login បញ្ចូល ID ដែលយើងបានបង្កើតរួចហើយបាទទៅបាទខាងក្រោមនេះគឺលេខសម្ងាត់របស់យើងពេលដែលយើងចូលបានហើយគឺឧទាហរណ៍ថាប្រសិនបើយើងទិញតំណែងមួយធម្មតានៅពេលយើងទិញតំណែងអ្នកដែលគាត់មានបញ្ហាគឺដំបូងហ្នឹងគឺនៅពេលទិញតំណែងលើដំបូងគឺមានបញ្ហាប្រសិនបើយើងដោះស្រាយបញ្ហាហ្នឹងលើដំបូងរួចរាល់ហើយគឺលើក្រោយអត់មានបញ្ហាទៀតទេបាទអ្វីដែលខ្ញុំចុច4 plus មិញគឺជាជំរើសដែលយើងរើសសម្រាប់ទិញអីវ៉ាន់ដែលយើងទិញបាទបន្តមកទៀតចុចពាក្យ Chixi Kume ពណ៌ខៀវនេះបាទពេលដែលបញ្ហាគឺនៅត្រង់នេះរូបនេះបាទអ្វីអញ្ចឹងចុចគឺយកចុចលេខទូរស័ព្ទ Telephone អញ្ចឹងយករូបទូរស័ព្ទនេះបាទបន្តមកយើងត្រូវចុចក្រុមហ៊ុនរើសក្រុមហ៊ុនទូរស័ព្ទរបស់យើងប្រើអីគេបាទបើយើងប្រើ KT យើងចុចលើពាក្យ KT បាទបើខ្ញុំប្រើ LGU Plus ខ្ញុំចុចលើ LGU Plus បាទអស់សំទោសខ្ញុំមានលេខទូរស័ព្ទ2អញ្ចឹងខ្ញុំអត់ប្រើលើកនេះខ្ញុំអត់ប្រើ LGU Plus ទេខ្ញុំប្រើ SK បាទចុចលើ Youtube អញ្ចឹងបាទខ្ញុំប្រើ SK អញ្ចឹងខ្ញុំយកពាក្យ SKT នេះបាទបន្តមកទៀតខ្ញុំត្រូវបញ្ចូលឈ្មោះរបស់ខ្ញុំបាទឈ្មោះហ្នឹងគឺត្រូវឈ្មោះត្រូវតាម ID card បាទហើយឆ្នាំកំណើតយើងគឺត្រូវតាមឆ្នាំកំណើតពិតប្រាកដរបស់យើងបាទកន្លែងនេះគឺខែបាទនេះគឺថ្ងៃបាទគេលោតបាទហើយកន្លែងនេះគឺ page បាទយន្តណាំហើយកន្លែងនេះវាមាន Necoin ហើយនិង Wecoin យើងជាបរទេសយកពាក្យ Wecoin តមកលេខទូរស័ព្ទរបស់យើងបាទលេខទូរស័ព្ទក្រុមហ៊ុន SK របស់យើងបាទក្រុមហ៊ុនខ្លះគឺអត់ស្គាល់ទេដោយសារយើងពេលយើងទិញយើងប្រើឈ្មោះគេទិញជាដើមឬក៏ពីចឹងក្រុមហ៊ុន KT បាទក្រុមហ៊ុន KT ខ្លះគឺដាក់ទៅអត់ស្គាល់ទេបាទអានឹងមកពី SIM ទូរស័ព្ទយើងបាទពីចឹង SIM ដែលយើងទទួលបាន free គេឲ្យ free អញ្ចឹងណាបាទភ្ជាប់បាត់កើតអានឹងជារឿងធម្មតាបាទអត់ចាំបាច់ឆ្ងល់ទេបាទបន្ទាប់អាកន្លែងលេខនេះគឺលេខដែលគេបង្ហាញខ្មៅខាងលើនេះ111 070គឺយើងត្រូវបំពេញកន្លែងហ្នឹងបន្តមកទៀតយើងត្រូវចុចលើកន្លែងនេះដើម្បីចូលស្របទៅតាមលក្ខខណ្ឌទាំងអស់របស់គេតមកចុចពាក្យថាបាទវាអនុលោកមីសេចមួយឲ្យយើងបាទយើងត្រូវបញ្ចូលមីសេចហ្នឹងយ៉ាងយូរបំផុតក្នុងរយៈពេល3នាទីបន្ទាប់ពីលោតបាទដូចវិនាទីដែលវាលោតពណ៌ក្រហមហ្នឹងបាទយើងត្រូវមើលក្នុងមីសេចហ្នឹងតើមីសេចហ្នឹងមានលេខប៉ុន្មានបាទមិនមីសេចក្រុមនេះបាទគឺលេខ03305បាទអាហ្នឹងលេខដែលវាលោតឲ្យលេខប៉ុន្មានយើងអត់ដឹងទេយើងត្រូវតែមើលក្នុងមីសេចហ្នឹងមកយើងដឹងបន្តមកទៀតចុចពាក្យថាបាទបន្ទាប់ពីយើងបញ្ចូលលេខសម្ងាត់លេខដែលវាផ្សាយសារតាមទូរស័ព្ទឲ្យហើយបន្ទាប់ពីយើងចុចពាក្យថាហ្នឹងវានឹងលោតបែបនេះបាទកន្លែងនេះយើងត្រូវបំពេញពាក្យ IRM គឺឈ្មោះអាស័យដ្ឋានរបស់យើងបាទហើយបន្តមកទៀតកន្លែង Chuso នេះបាទគឺយើងត្រូវកន្លែងនេះយើងត្រូវបំពេញចុចលើពាក្យ Option Bonho នេះបាទដើម្បីបំពេញអាស័យដ្ឋានរបស់យើងបាទរបស់ខ្ញុំនេះឧទាហរណ៍អ្វីដែលខ្ញុំប្រើគឺអាស័យដ្ឋានកន្លែងខ្ញុំបាទគឺអាស័យដ្ឋានឧទាហរណ៍អាស័យដ្ឋានបែបនេះបាទចេញបាទគឺសូលមកពូគូកូសាន់ 14K 22បាទអ៊ីលឈឹង103ហូក្នុងកន្លោនគូវងពណ៌ហ្នឹងឧទាហរណ៍ខ្ញុំពេញអាហ្នឹងអញ្ចឹងខ្ញុំត្រូវចុចកន្លែងមិញហ្នឹងបាទទៅពេញខ្ញុំត្រូវយកពាក្យថូរ៉ូមយ៉ាងជូសូបាទខ្ញុំពេញយកពាក្យ
បាទវាមានច្រើនយើងអាចពេញមួយណាក៏បាន3ប្លង់នេះបាទមួយណាក៏បានដែលងាយស្រួលសម្រាប់យើងដែលយើងអាចយករកអាស័យដ្ឋានយើងបានព្រោះបើថាយើងមាន Gypsum យើងយក Gypsum ហ្នឹងក្នុងនោះមានលេខហ្នឹងបាទលេខ Gypsum ហ្នឹងយើងយកឥឡូវនេះបើថាយើងមានឈ្មោះ Apartment យើងយកអាទី2នេះបាទកន្លែងយើងមានឈ្មោះអគារឬក៏ឈ្មោះ Apartment យើងយកហ្នឹងប៉ុន្តែបើខ្ញុំយកកន្លែងនេះបាទ Toro Myang Chuso ហ្នឹងគឺត្រឹមត្រូវបំផុតបាទអញ្ចឹងខ្ញុំចុចពាក្យកន្លែងនេះបាទកន្លែងនេះគឺកន្លែងស៊ីតូហ្នឹងគឺនៅសអ៊ុលតមកទៅកន្លែងនេះគឺរបស់ខ្ញុំនៅ Mapoku បាទហើយ Toro Myang គឺ Kosan 14 គីឡូដោយរូបខ្ញុំថតមើលមិញនេះបាទ Kosan 14 គីឡូបាទហើយកន1000ហ៊ូលេខអាគារគឺលេខ22បាទឆាត់គីបាទចេញមកឈ្មោះពេញទាំងអស់របស់ខ្ញុំបាទបន្តមកឥឡូវនេះ Namochi Chuso ហ្នឹងខ្ញុំនៅជាន់ទី1បាទអញ្ចឹងបាទលេខបន្ទប់103បាទហើយបន្តមកជូសូអ៊ីមញ៉ុកនេះតើពេញរឿនយើងចុចពាក្យយឡកឈរគឺលេខទូរស័ព្ទរបស់យើងបាទបន្តមកទៀតចុចពាក្យបើយើងអាច tick នេះដើម្បីឲ្យវាស្គាល់លើក្រោយយើងអាចចុចពេញយ៉ាងទៀតទេបាទចុចលើហ្នឹងហើយបាទបន្តមកទៅគឺយើងកន្លែងនេះយើងចុចពាក្យបាទគឺមូធុងចាំងគឹមគឺយើងផ្ញើលុយតាមមូធុងចាំងគឹមគឺផ្ញើលុយដល់យើងផ្ញើតាមធនាគារគេអញ្ចឹងណាដូចយើងផ្ញើចូលទូទៅឬក៏តាមទូរស័ព្ទចូលលេខកុងរបស់គេហ្នឹងហ្មងធនាគារយើងធនាគារគេរើសមកណាបាទឧទាហរណ៍ខ្ញុំគុកមីនអញ្ចឹងរើស KB គុកមីនមកបាទតមកចុចពាក្យខ្យល់ជាហាគីអូខេឡើយនេះមកបាទកន្លែងនេះគឺយើងទៀមទីឲ្យយើង tick កន្លែងនេះមួយបាទខ្យល់ជាហាគីបាទចេញមកចេញឈ្មោះខ្ញុំបាទអ៊ីគឹមចាំឈ្មោះអ្នកដាក់លុយគឺឈ្មោះខ្ញុំសេនធីរ៉ាបាទធនាគារគុកមីននហែងក្នុងពណ៌ក្រហមហ្នឹងបាទលេខគណនីពណ៌ក្រហមហ្នឹងចំនួនទឹកប្រាក់9700ពណ៌ក្រហមហ្នឹងតំចុចពាក្យ fuck in haki បាទវានឹងចេញឲ្យព័ត៌មានទាំងអស់គឺចប់គ្រប់យើងគ្រាន់តែបញ្ចូលលុយ9700ចូលក្នុងកុងមីនអ៊ិនហែងពណ៌ក្រហមហ្នឹងគឺជាការរួចរាល់បាទអញ្ចឹងការបង្ហាញគឺមានប៉ុណ្ណឹងខ្ញុំសង្ឃឹមថាអាចដោះស្រាយបញ្ហាបងប្អូនហើយបើសិនបើមានបញ្ហាអាចសួរបន្តទៀតខ្ញុំនឹងព្យាយាមរកដំណោះស្រាយជូនបន្តទៀតបាទអរគុណច្រើន